ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសុកលេងហើយខ្ញុំជាសមាជិកដែលតំណាងក្រុម present ឬក៏ demo ទៅលើ project midterm នៃ subject web ដែលតកតងជាមួយនឹង project Laravel របស់យើងអញ្ចឹងណានឹងលោកគ្រូអញ្ចឹងតកតងជាមួយនឹងនេះដែរគឺខ្ញុំខាង team របស់ខ្ញុំគាត់បានធ្វើទៅលើ website តកតងជាមួយនឹង e-commerce ចឹងនៅលើ e-commerce របស់យើងហ្នឹងគឺយើងមាន interface ពីរទី1គឺ client menu ទី2គឺតកតងជាមួយនឹង admin menu អញ្ចឹងសម្រាប់ client menu ឬក៏ជា front ខ្ញុំហៅថាជា front end ចុះនៅលើ website ហ្នឹងគឺ only display list នៃ product ដែលបាន config ចេញពីខាង dashboard ឬក៏ admin ទេអញ្ចឹងនៅក្នុង admin គឺយើងមាន interface មួយសម្រាប់ឲ្យ user គាត់បំពេញ item ដែលគាត់ចង់លក់ឬក៏ category ដែលគាត់ចង់លក់អញ្ចឹងទៅនៅពេលដែលគាត់បំពេញលើ dashboard នៅខាង admin ហើយនៅលើ client side ឬក៏ front របស់យើងហ្នឹងគឺនឹង display ចំនួន product ហើយនិង category ដែលយើងបាន config នៅលើ admin ហ្នឹងឯងអូខេអញ្ចឹងតកតងជាមួយនឹងសម្រាប់ code វិញគឺខ្ញុំសម្រាប់ code គឺយើងមាន structure ដូចជា bootstrap មាន config មួយចំនួនតកតងជាមួយនឹង database របស់យើងហ្នឹងហើយយើងក៏មានជា new feature របស់យើងឬក៏យើងអាចហៅថាជា front end page របស់យើងហ្នឹងមាន feature មួយចំនួនដូចជា admin មាន authentication មាន client ហើយមាន component មួយចំនួនដែលយើងបាន config ទុកមុនហើយយើងក៏មានជា layout ដែរអញ្ចឹងចឹងតើតើជាមួយនឹង database ក៏យើងបានធ្វើការបង្កើតនៅលើ data នៅលើDBFox របស់យើងបានហើយដែរអូខេអញ្ចឹងបើសិនជាក្នុងករណីថាuser គាត់ចង់បង្កើត database មួយគាត់អាចទៅ run មួយ script នេះទៅគឺនឹងបង្កើតe-commerce website របស់យើងហើយអូខេអញ្ចឹងនឹងបង្កើត run មួយ script នេះគឺនឹងបង្កើត database ដាក់នឹង fit ជាមួយនឹងនៅពេលដែល user គាត់ sorry ខ្ញុំសូមនិយាយម្ដងទៀតនៅពេលដែល user ឬក៏អ្នកគេម្នាក់ចង់ប្រើប្រាស់ជាមួយនឹង website ហើយចង់ set up config ដើម្បីយក code មួយហ្នឹងឬក៏ website ហ្នឹងទៅប្រើប្រាស់តគាត់អាចធ្វើការបង្កើត run script ដើម្បីបង្កើត database នៃ project មួយហ្នឹងនៅពេលដែលគាត់បង្កើតហើយគាត់អាចមក config របស់ទាំងអស់នេះនៅលើ env របស់យើងហើយយើងអាច change DB connection របស់យើងហើយ data name របស់យើងនេះទៅដូចទៅនឹងឈ្មោះ data ដែលយើងបានបង្កើត database ដែលយើងបង្កើតនៅលើ DBFox ចឹងទៅអញ្ចឹងគាត់អាច run project នឹងបានហើយអូខេអញ្ចឹងចំណុចបន្ទាប់ទៀតគឺយើងនឹង demo ទៅលើ website របស់យើងអញ្ចឹងសម្រាប់ user នៅពេលដែលគាត់អត់ទាន់បាន set up អីinterface គឺចេញ empty ទាំងអស់ product ទាំង category ផ្សេងៗគឺ empty item ទាំងអស់ចឹងគាត់អាចធ្វើការ register មកសម្រាប់ user ដែលគាត់មាន account ហើយគាត់អាច log in ដល់នេះខ្ញុំអត់មាន account ទេគឺថ្មីទាំងអស់អញ្ចឹងយើងអាចធ្វើការបង្កើត account សិនខ្ញុំអាចបំពេញឈ្មោះខ្ញុំហើយបំពេញ email ខ្ញុំអាចថាដាក់លេង Gmail ខ្ញុំវាយ passwordអូខេអញ្ចឹង login ចឹងនៅពេលដែលយើងបង្កើត user ដំបូងគឺ user របស់យើងគឺជាប្រភេទ role client default គឺ client អញ្ចឹងនេះគឺ email របស់យើងឈ្មោះរបស់យើងហើយយើងអាច update password របស់យើងបានហើយយើងក៏អាច delete account ដែលយើងទៅមកកាន់បានដូចគ្នាអញ្ចឹងឧទាហរណ៍ថាខ្ញុំដូរឈ្មោះខ្ញុំទៅសុកលេងខ្ញុំដាក់ full name វិញលេងផិនអញ្ចឹងទៅបាទជិះពេលខ្ញុំសែគឺវានឹងដូរឈ្មោះដូចទៅនឹងឈ្មោះនៃ user របស់ខ្ញុំអូខេអញ្ចឹងបើក្នុងករណីថាខ្ញុំចង់ទៅ config product មួយហ្នឹងខ្ញុំអាច access route ទៅកាន់ admin admin ទៅអញ្ចឹងវានឹង load screen unauthorized ដោយសារតែយើងអត់មានសិទ្ធិទៅ access ទៅកាន់ admin ទេអញ្ចឹងដើម្បី access ទៅកាន់ admin បានតតែ user ហ្នឹងគាត់មាន role ជា admin សិន
ដោយសារតែ default របស់យើងអូខេ default row របស់យើងគឺយើងចាប់យក client សិនអញ្ចឹងយើងអាចធ្វើការមក update script នៃ user មួយហ្នឹងទៅជា admin សិនបានគាត់អាច access ចូលទៅ config ប្រដាប់ផ្សេងៗនៅលើ dashboard របស់យើងមិនមែន dashboard ទេគឺ admin no គឺនៅលើ back end skin របស់យើង yeah ចឹងនេះខ្ញុំធ្វើការ update run script update ទៅលើ user row សិនអូខេចឹង run script ប៉ុណ្ណេះគឺយើងអាច update បានហើយពី row admin ពី row user client មួយហ្នឹងទៅជា row admin ចឹងឥឡូវខ្ញុំធ្វើការ refresh ទៅលើ row មួយនេះហើយខ្ញុំ access ចូលទៅកាន់ admin សារឡើងវិញ admin dashboard អូខេអញ្ចឹង row មួយហ្នឹងគឺ user មួយហ្នឹងគឺអាច access ចូលមកកាន់ back end skin របស់យើងបានហើយអញ្ចឹងគាត់អាចធ្វើការ config product មួយចំនួននៅលើ web front end មកគាត់បានអូខេចឹងនេះគាត់មក config ទៅលើ category គាត់អាចចុច add new category មកហើយវាច់ឈ្មោះ category ណាឥឡូវខ្ញុំថាដាក់ beverages ហើយខ្ញុំដាក់ថា for ខ្មែរ product of beverages ហើយខ្ញុំ share មកអូខេអញ្ចឹងវានឹង load category យើងមួយឥឡូវខ្ញុំ add category មួយទៀតចុះខ្ញុំដាក់ថា food ខ្ញុំ share មួយទៀតខ្ញុំដាក់ថាelectronics អូខេខ្ញុំ share មួយទៀតមកអញ្ចឹង category របស់យើងគឺទាំងអស់មាន3ចាឥឡូវខ្ញុំសាកធ្វើការ access ចូលមកកាន់ client ឬក៏យើងអាចថា front end page របស់យើងសិនថាវាចេញមកវិញអូខេយើងនឹងឃើញcategory ដែលយើងបានបង្កើតមិញហ្នឹង beverages food ហើយនិង electronic category ដែលយើងបានបង្កើតហ្នឹងគឺវានឹង list down នៅលើ web front end របស់យើងឥឡូវនៅពេលដែលយើងមកបង្កើត product ហើយយើងមក config នៅលើយើងបង្កើត category ហើយយើងមក config ទៅលើ product របស់យើងវិញចឹងឥឡូវខ្ញុំ add product ខ្ញុំថាឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំចង់បង្កើត Cambodia Cola ចុះហើយខ្ញុំ set price ត្រឹមតែ5 base price យើងយក5ដែរ stock ខ្ញុំដាក់ថាដាក់10ចុះហើយ select beverage category យើងដាក់ថា beverage ហើយ image ខ្ញុំសូមធ្វើការ download ពី internet មកសិន Cambodia Cola យ៉ាឥឡូវរូបភាពថាយកនេះចុះវាមកទៅស្អាតខ្ញុំ share ជាមួយធ្វើការ config រូបអូខេចឹងចុច share មួយពឹបអូខេចឹងនៅពេលដែលខ្ញុំ share product មួយហ្នឹងហើយខ្ញុំទៅមើល front end page របស់យើងវិញខ្ញុំ refresh មួយពឹបអូខេនឹងឃើញហូប product ដែលយើងបាន config មិញហើយ in stock គឺប៉ុន្មាន10 stock ហ្នឹងទៅហ្នឹងនេះហើយយើងអាចមើល product detail បានថា product មួយហ្នឹងpremium quality key feature អីគេហើយ available stock ប្រហែលហ្នឹងហើយអូខេអញ្ចឹងដូចគ្នាដែរយើងអាចធ្វើការបង្កើត product ផ្សេងទៀតបានឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំ add គ្រឿង electronic ផ្សេងទៀតចុះខ្ញុំដាក់ថាiPhone អូខេ iPhone 17ទំចេញថ្មីនេះ sell ពឹបអូខេខ្ញុំទៅ config ដាក់ iPhone 17ហើយខ្ញុំធ្វើការដាក់តម្លៃវា 1200 អីចុះ base price វា 1000 stock គឺខ្ញុំដាក់ធំថា120ចុះហើយ select category ខ្ញុំដាក់ថា electronic អូខេអញ្ចឹងខ្ញុំ choose ហូបមិញហ្នឹងដែលខ្ញុំបាន download នៅលើ internet ខ្ញុំចុច sell ពឹបអូខេបើដាក់ iPhone គឺវានឹង list ក្នុង back end ហើយឥឡូវយើងទៅមើល front ម្ដងអូខេ front យើងឃើញ product iPhone របស់យើងអូខេតម្លៃរបស់យើង 1200 អានេះខ្ញុំបន្តបាន change format ទៅជាដុល្លារអញ្ចឹងណា
នឹងឥឡូវខ្ញុំ filter តាម category វិញ អូខេ filter category នេះពេលដែលខ្ញុំ filter ទៅយកទៅ electronic គឺវា list down ទៅ iPhone ទេហើយបើសិនជាខ្ញុំករណីថាខ្ញុំ filter យក beverages មិនហ្នឹងអូខេវា filter យកទៅ Cambodia Cola មកទេហើយវាយើងដាក់អស់មកទាំងអស់យកមកហ្នឹងចឹងបន្តទៀតយើងអាចមកធ្វើការ config ទៅលើ promotion មួយចំនួនរបស់ product របស់យើង promotion ហ្នឹងដាក់គេថាsuper discount ចុះ super discount អូខេហើយ link ពេលដែលខាង user នេះលើ client នេះគាត់ចុច as discount banner យើងទៅវាចេញគេទៅខាងទៅណាវិញកន្លែងនេះយើងអាចដាក់Facebook page ក៏បានដែរឥឡូវឧទាហរណ៍ថាខ្ញុំដាក់ទៅgit គេដាក់ Facebook អូខេឥឡូវខ្ញុំសុំទៅដាក់ពេលគាត់ចុចទៅចូលមកកាន់ link Facebook ហ្មងsorry ចឹងគាត់ choose banner ដែលគាត់បាន config មិញហ្នឹងឥឡូវដាក់រូបភាពឲ្យគេដាក់ដាក់រូបភាពនេះចោលចុះហើយធ្វើការ sell អូខេដោយសារតែនេះវាជាប់ violation រូបភាពយើងវាមិនធំពេកអញ្ចឹងយើងរករូបណាដែលមិនទូចឥឡូវខ្ញុំសុំ search ខ្ញុំសុំរូប banner design នៅអ៊ីនធឺណិតចុះកុំឲ្យយើងទៅរករូបច្រើនអញ្ចឹងណាឥឡូវខ្ញុំថាខ្ញុំយកអានេះចុះខ្ញុំ sell មួយហើយខ្ញុំ choose អាហ្នឹងរូបដែលខ្ញុំ sell មិនណាវាចូលមកអូខេហើយខ្ញុំ sell ហ្នឹងអញ្ចឹងយើងបាន banner promotion របស់យើងហើយអញ្ចឹងឥឡូវខ្ញុំមកធ្វើការនេះវិញខ្ញុំសុំយើងមកមើល front page របស់យើងវិញអូខេអញ្ចឹងយើងនឹងឃើញ banner promotion product របស់យើងនៅលើ website front end របស់យើងដូចគ្នាអញ្ចឹងបើសិនជាយើងចុចទៅវានឹង direct មកកាន់ Facebook link ដែលខ្ញុំបាន set មួយហ្នឹងយ៉ាអញ្ចឹងនេះគឺតកតងជាមួយនឹងe-commerce របស់យើងអញ្ចឹងuser គាត់អាចធ្វើការមក define product ឬក៏ config product មួយចំនួនដែលគាត់ចង់លក់នៅលើ e-commerce website របស់យើងនៅក្នុង dashboard admin នេះបានអញ្ចឹងណាហ្នឹងហើយអញ្ចឹងបើសិនជាក្នុងករណីថាមាន order ផ្សេងចេញពី website របស់យើងអញ្ចឹងឧទាហរណ៍ថាឥឡូវនេះខ្ញុំជា client ខ្ញុំជាអតិថិជនហើយខ្ញុំចង់ទិញCoca នេះដែលមាន stock ចំនួន10នេះខ្ញុំអាចចុច order បានអញ្ចឹងនៅពេលដែលខ្ញុំចុច order គឺ add to cart គឺវានឹងចូលមកកាន់ cart របស់ខ្ញុំហើយខ្ញុំ go to cart ហ្នឹងដើម្បីធ្វើការ check out អូខេ quantity ខ្ញុំអាចថាខ្ញុំឥឡូវដោយសារ stock យើង available ធំ10ទៅឥឡូវខ្ញុំយកថា12ចុះហើយខ្ញុំ proceed check out វានឹងជាប់ឲ្យថា you cannot order more than available stock ដោយសារ stock យើងមានតែ10ទេអញ្ចឹងយើងត្រូវ input ចំនួនដែលធំទៅ home stock របស់យើងឥឡូវអញ្ចឹងខ្ញុំយក5ចុះហើយខ្ញុំធ្វើការ check out អញ្ចឹងកន្លែងនេះគឺគេតម្រូវយើងបំពេញឈ្មោះរបស់យើងមកយេហើយ phone number របស់យើង474 350មក email ហើយយើងអាចវាយឈ្មោះផ្លូវរបស់យើងដើម្បីឲ្យខាង logistic គាត់ដឹកទៅអញ្ចឹងណាហើយ city របស់យើងនេះខ្ញុំ random សិនទេហើយ postal code ដូចគេ random ចោលហើយយើងអាចចុច note បានអញ្ចឹង payment method ដោយសារតែ credit debit យើងអត់ទាន់បានយើងអាច cash on គិតលុយ on delivery មានថាអវ៉ាន់ទៅដល់គឺយើងទៅគិតលុយផ្ទាល់យកហ្មងអូខេ cash on delivery អញ្ចឹងនៅពេលដែលយើងបញ្ជាក់ព័ត៌មាន check out ឲ្យហើយយើងអាចចុច place order មកអញ្ចឹង order ហ្នឹងគឺនឹង success ហើយ
ចឹងនៅពេលដែល order success យើង back ទៅកាន់ home យើងវិញហើយយើងមកមើលនៅលើ admin របស់យើងអូខេអញ្ចឹងនៅពេលនៅលើ admin យើងនឹងឃើញថាខាងតេតិជនគាត់បានកំង stock របស់យើងចំនួន5យ៉ាអញ្ចឹងយើងអាចមកមើល detail នៃ stock ហើយយើងមក edit status អញ្ចឹង line status នេះឧទាហរណ៍ថាក្នុងករណីថាអីវ៉ាន់ហ្នឹងគឺត្រូវបានដឹកកំពុងតែដឹកឲ្យយើងអាចដូរ status នេះទៅ ship បានអូខេអញ្ចឹងនៅពេលដែលយើងដូរ status ទៅ ship យើងមកមើល product នៃ client របស់យើងគាត់នឹងឃើញហើយខ្ញុំសូមចូលមើល history yeah this one ចឹងគាត់នឹងឃើញ status ថាអាវ៉ាន់មួយហ្នឹងគឺបានដឹកហើយនឹងចឹងឥឡូវខ្ញុំដូរ status ទៅថាដឹកដល់គេហើយចឹងគាត់អាចថា complete ចឹងចុះគេគិតលុយហើយនៅពេលដែល order complete ចឹងយើងមកមើលអាវ៉ាន់យើងសាមីអូខេ setter ទៅនឹងដូរទៅ complete ចឹងយើងមក check product របស់យើងវិញចឹង product in stock របស់យើងគឺវានឹងកាត់នៅពេលដែល order status ដូរទៅ complete ចឹងមានថា stock នៃ Coca-Cola ហ្នឹងពីមុនយើងមាន10ដឹកទៅ complete អស់5ចឹង stock យើងគឺនៅ available សល់5ចឹងឯងយ៉ាចឹងតើតើមួយបញ្ចេញe-commerce របស់យើងគឺមានតែប៉ុណ្្នឹងទេហើយយើងដូចដែលបានបញ្ជាក់ចឹងនេះយើង total sale របស់យើងចំនួនប៉ុន្មាន total revenue របស់យើងចំនួនប៉ុន្មាន order ប៉ុន្មានហើយ product ដែលយើងកំពុងតែមានហ្នឹងគឺចំនួនប៉ុន្មានដែរយ៉ាហើយនេះគឺ dashboard overview ទៅលើ summary information របស់យើងនៅលើ product របស់យើងហ្នឹងហើយអានេះគឺជាខាង client side ទិដ្ឋាជនរបស់យើងនៅពេលដែលគាត់ចង់ order វ៉ាន់អញ្ចឹងទៅយើងមាននៅលើហ្នឹងអញ្ចឹងទៅ yes អូខេអញ្ចឹងពីខ្ញុំទៅគឺមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណលោកគ្រូដែលបានមើលតាមវីដេអូនេះពីដើមដល់ចប់អញ្ចឹងពីខាងខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន